នេះជាព្រឹត្តិការណ៍ខ្មោចបិសាចមានពិតមួយដែលត្រូវបានចាប់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍នៅប្រទេសតៃវ៉ាន់ភ្នំដាខេតក្រោយមកវាត្រូវបានកែសម្រួលទៅជាខ្សែភាពយន្តរឿងនេះកើតឡើងនៅចុងទសវត្សរ៍ទី90មានអ្នកទេសចរមួយក្រុមមានគ្នាប្រហែល10នាក់បានឡើងភ្នំដាខេតពួកគេបាននាំយកកាមេរ៉ាដើម្បីថតដំណើរកម្សាន្តរក្សាអនុស្សាវរីយ៍របស់ពួកគេរហូតមកដល់ក្រោយមកសមាជិកក្នុងក្រុមបានស្លាប់ម្ដងម្នាក់ក្នុងស្ថានភាពយ៉ាងអាថ៌កំបាំងពួកគេសង្ស័យថាមានអ្វីមួយមិនប្រក្រតីទាក់ទងនឹងដំណើរកម្សាន្តពីមុនក្រុមគ្រួសាររបស់ពួកគេបានចាប់វីដេអូចាស់ៗឡើងវិញហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមានក្មេងស្រីម្នាក់ស្លៀកពាក់ពណ៌ក្រហមដែលបានដើរតាមពីក្រោយពួកគេពេលពំរិចមើលទើបឃើញថាទោះបីក្មេងស្រីនេះមានរាងកាយតូចល្អិតប៉ុន្តែផ្ទៃមុខដូចជាមនុស្សចាស់ការដើរយ៉ាងចម្លែកខ្លាំងដើរបណ្ដាផ្អៀងបណ្ដាថែមទាំងលោតទៀតផងមិនត្រឹមតែប៉ុណ្ណោះទេមានបរិសម្នាក់នៅក្នុងក្រុមគ្រួសារបានញញឹមយ៉ាងចម្លែកបង្ហាញចង្កូមធ្វើឲ្យបរិយាកាសកាន់តែគួរឲ្យខ្លាចទៀតផងខណៈពេលដែលបរិសម្នាក់នេះធម្មតាទាំងស្រុងក្រោយមកគ្រួសារនេះបានផ្ញើខ្សែអាត់វីដេអូនេះទៅ GTV ប៉ុន្តែពួកគេបានចាប់ផ្សាយវីដេអូនេះលើកម្មវិធីខាងវិញ្ញាណរបស់ពួកគេហើយរឿងនេះបានបង្កឲ្យមានការភ័យស្លន់ស្លោនិងការភ័យខ្លាចឲ្យប្រជាជនដូច្នេះរដ្ឋាភិបាលត្រូវធ្វើអន្តរាគមន៍ដែលបានអញ្ជើញគ្រូសិលដ៏ល្បីម្នាក់ដើម្បីគ្រប់គ្រងវិធីនេះពេលវិធីរួចរាល់គាត់បានអះអាងថាបានឧទ្ទិសកុសលឲ្យក្មេងស្រីក្នុងឈុតក្រហមនោះប៉ុន្តែជាច្រើនឆ្នាំក្រោយមកគ្រូសិលនេះបានសារភាពក៏គ្រាន់តែធ្វើកិច្ចសន្យានិងបង្ខំខ្មោចមិនឲ្យធ្វើបាបមនុស្សទៀតក៏លែងវាទៅឯតាមរឿងរ៉ាវខាងលើបន្តមកឆ្នាំ2015មានខ្សែភាពយន្តមួយដែលមានឈ្មោះថា The Ted Along ខ្សែភាពយន្តនេះមាន2វគ្គអ្នកទាំងអស់គ្នាអាចមើលបានរួច comment ឲ្យ admin ដឹងផង